តាអ្នកដឹងទេថាការងារណាខ្លះដែលត្រូវបានគេព្យាករណ៍ថានឹងរីកលូតលាស់លឿនបំផុតនាពេលអនាគតហើយតើ AI កំពុងតែលបឆក់យកឱកាសទាំងនោះដែរឬទេតោះទៅមើលទាំងអស់គ្នាយោងតាមទិន្នន័យចុងក្រោយបណ្ដាការងារដែលកំពុងមានតម្រូវការខ្លាំងនិងកើនឡើងលឿនបំផុតរួមមានវិស័យថាមពលបៃតងដូចជាអ្នកបច្ចេកទេសថាមពលខ្យល់និងពន្លឺព្រះអាទិត្យព្រមទាំងវិស័យសុខាភិបាលនិងការថែទាំសុខភាពជាមួយគ្នានេះដែរការងារផ្នែកវិភាគទិន្នន័យនិងអ្នកជំនាញបច្ចេកវិទ្យាក៏កំពុងស្ទុះឡើងខ្លាំងដូចគ្នាប៉ុន្តែស្រមោលដ៏ខ្មៅងងឹតនៃ AI កំពុងតែគ្របដណ្ដប់លើការងារមួយចំនួនទោះបីជាវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនក៏ដោយប៉ុន្តែការងារសរសេរកូដកម្រិតដំបូងការងាររៀបចំទិន្នន័យនិងការងារការិយាល័យមួយចំនួនទៀតកំពុងត្រូវបានជំនួសដោយ AI យ៉ាងលឿនគួរឲ្យបារម្ភដូច្នេះប្រសិនបើចង់រស់រានក្នុងយុគសម័យនេះយើងមិនត្រូវប្រឆាំងនឹង AI ទេគឺត្រូវរៀនប្រើប្រាស់វាឲ្យក្លាយជាជំនួយការដ៏ពូកែរបស់យើងវិញចុះអ្នកទាំងអស់គ្នាវិញគិតថា AI អាចនឹងដណ្ដើមការងាររបស់អ្នកដែរឬទេ comment ប្រាប់ខ្ញុំផងណា